មិនត្រឹមចេះវាយលើសង្វៀនខ្លាំងទេ3នាក់នេះបាល់ទះអាចកំដរគូល្មមបានធ្វើជាអ្នកកីឡាចេះច្រើនជំនាញបន្តិចក៏មិនអីតែសូមឲ្យច្បាស់មួយបានហើយជាក់ស្ដែងដោយអ្នកប្រដាល់របស់យើងភាគច្រើនពួកគេចេះជំនាញច្រើនក្រៅពីជំនាញវាយលើសង្វៀនក្នុងនោះពួកគេក៏អាចលេងបាល់ទះបានល្អគ្រាន់បើត្បិតថាមិនខ្លាំងតែក៏មើលទៅអាចលោតវាយបានចេះចាប់សេវានិងចេះលោតបាំងក្នុងកម្រិតមួយមធ្យមយើងដឹងថាធ្វើជាអ្នកប្រដាល់មិនសូវមានពេលច្រើនដើម្បីទៅលេងបាល់ទះទេដូច្នេះបើចង់ឲ្យកីឡាករប្រដាល់ទៅជាអ្នកលេងបាល់ទះខ្លាំងដូចគេក៏មិនកើតដែរតែយើងក៏សូមលើកយកអ្នកប្រដាល់ដែលអាចចេញលេងក្រៅផ្លូវការបានក្នុងកម្រិតមធ្យមសមរម្យនិងទទួលបានការចាប់អារម្មណ៍ថាល្អគ្រាន់បើចំនួន3រូបខាងក្រោមអ្នកប្រដាល់3នាក់នេះសុទ្ធតែជាស្មាត់ក្នុងក្រុមបាល់ទះរបស់គេ1 ធិនធីរ៉ាអ្នកលេងពូថៅដៃធិនធីរ៉ាពិតណាស់បងប្អូនបានដឹងហើយពីសមត្ថភាពលេងបាល់របស់គេធីរ៉ាចេះជំនាញវាយបាល់បានទាំងដៃឆ្វេងនិងដៃស្ដាំគ្រាន់តែអេឡង់នៃការលោតរបស់គេគឺស្ថិតនៅក្នុងនាមជាស្មាត់ឆ្វេងធីរ៉ាមើលទៅហាក់មានកម្រិតលើគេបន្តិចក្នុងនាមជាកីឡាករប្រដាល់ដែលអាចលេងបាល់ទះបានគេដឹងថានៅមួយរយៈពេលចុងក្រោយនេះធីរ៉ាមិនត្រឹមតែប្រឡូកការប្រកួតបាល់ទះក្រៅផ្លូវការក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេគេថែមទាំងចេញទៅលេងនៅក្រៅស្រុកដល់ប្រទេសវៀតណាមថែមទៀតផងតែក្នុងការចេញលេងនេះក៏មិនមែនជាស្មាត់ធំក្នុងក្រុមអីដែរគ្រាន់តែជាសមាជិកក្នុងក្រុមដែលអាចជួយក្រុមបានខ្លះៗសមត្ថភាពបាល់ទះមិនត្រឹមតែអាចលោតគប់បានទេការវាយសេវាក៏ល្អគ្រាន់បើចេះលោតគប់និងចេះទះប្រអប់គ្រាន់បើរឿងបាល់ទះយើងអាចនិយាយត្រឹមនេះតែក្រឡេកទៅលើសង្វៀនវិញធីរ៉ាត្រូវបានគេរាប់ជាអ្នកប្រដាល់កម្រិតខ្ពស់ប្រចាំប្រទេសទៅហើយក្នុងនាមជាអ្នកប្រដាល់ឈរក្នុងប្រភេទទម្ងន់72-73គីឡូក្រាម2 រិន ដេវីតអ្នកប្រដាល់ឈរក្នុងប្រភេទទម្ងន់60គីឡូក្រាមរូបនេះក៏ជាអ្នកលេងបាល់ទះក្រៅផ្លូវការល្អគ្រាន់បើម្នាក់ដែរគេមានជំនាញឈរក្នុងតំណែងស្មាត់ស្ដាំវាយបាល់ឡុងហើយក៏ជាអ្នកដែលកាន់សេវាវាយបានល្អផងដែរដេវីតអាចលោតវាយបានល្អគ្រាន់បើខ្សែត្រង់និងត្រាវែក្នុងការប្រកួតក្រៅផ្លូវការរបស់គេបើនិយាយពីការប្រកួតលើសង្វៀនវិញបងប្អូនអ្នកតាមដានប្រដាល់ស្គាល់ច្បាស់ណាស់ដេវីតជាកីឡាករប្រដាល់ល្អគ្រប់ចំណុចដៃជើងស្ញៀតអាវុធធ្ងន់និងជាកីឡាករជម្រើសជាតិ Kickboxing ថែមទៀតផង3 ឈឿងល្វីជើងខ្លាំងជំនាញផ្លែកែងរូបនេះក៏ជាអ្នកលេងបាល់ទះក្រៅផ្លូវការល្អគ្រាន់បើដែរគេចេះលោតចំហល្អឈរក្នុងតំណែងស្មាត់ស្ដាំអាចវាយបាល់បានគួរសមល្វីគេប្រទះឃើញចេះលោតបាំងក្នុងកម្រិតមួយមិនល្អពេកទេតែអាចលោតបានខ្ពស់ធ្វើរនាំងបានឈឹងល្វីនេះបើយើងនិយាយពីការប្រកួតលើសង្វៀនគឺជាជើងខ្លាំងមួយរូបក្នុងប្រភេទទម្ងន់72គីឡូក្រាមហើយក៏ជាអ្នកដែលចូលចិត្តលេងបាល់ទះក្នុងនាមជាកីឡាករប្រដាល់ម្នាក់ដែរសម្រាប់កីឡាករប្រដាល់ដែលចេះលេងបាល់ទះក៏មិនមែនមានតែ3នាក់នេះដែរក្នុងនោះធ្លាប់ឃើញរឿងសុភ័ណ្ឌនិងលងចិនជាដើមត្បិតថាមិនមែនជាស្មាត់ដែលចេះលេងខ្លាំងតែក្នុងកម្រិតមួយគ្រាន់បើប៉ុណ្ណោះដូច្នេះបងប្អូនអ្នកតាមដានបាល់ទះអាចធ្វើការខមមិនខាងក្រោមនេះបានបន្ថែមទៀតតើកីឡាករបាល់ទះរូបណាខ្លះដែលអាចឡើងសង្វៀនល្អហើយបាល់ទះក្រៅផ្លូវការក៏អាចកំដរគូល្មមបានដូច3នាក់ខាងលើនេះ